លក់ទូរស័ព្ទផ្លេចលុបរូបក្នុងទូរស័ព្ទបាយធ្លាយរូបភាពលើក្រែពេញបណ្ដាញសង្គមវៀតណាមប្រទេសវៀតណាមរូបភាពលើក្រែរបស់យុវវ័យមួយគូបានកំពុងតែល្បីពេញបណ្ដាញសង្គមដោយសារមានការចែករំលែកពីមួយទៅមួយស្ទើរតែរាប់មិនអស់ហើយក៏បានធ្វើឲ្យម្ចាស់រូបភាពខ្មាស់គេរកអ្វីបកស្រាយមិនចេញឡើយបាទតាមប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថារូបភាពរួមភេទលើក្រែរបស់យុវវ័យមួយគូនោះបានបែកធ្លាយចេញពីទូរស័ព្ទរបស់ម្ចាស់រូបភាពនោះដោយសារតែនាងបានយកទូរស័ព្ទទៅលក់ហើយពុំបានលុបរូបភាពពេលកំពុងធ្វើប្រតិបត្តិការលើក្រែជាមួយដៃគូរបស់នាងចោលនោះទេបាទមានទូរស័ព្ទថតរូបលើក្រែហើយផ្លិចទៅធ្វើឲ្យបែកការតែម្ដងយកទៅលក់ហើយគេយើងមិនលុបពេលខ្លះគេយកទៅគេលុបចោលពេលខ្លះគេយកទៅគេមិនលុបចោលទេគេឃើញរូបយើងអញ្ចឹងអីគេយកទៅផុសតចែករំលែកតទៀតដែរបាទក្រោយពេល2-3ថ្ងៃបន្ទាប់មកស្រាប់តែនាងបានឃើញរូបភាពរបស់នាងបង្ហោះទៅលើគេហទំព័រ Facebook និងគេហទំព័រព័ត៌មានរបស់ប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ស្ទើរស្មានមិនដល់បាទនេះជាហេតុការណ៍មួយដែលបងប្អូនមិត្តអ្នកអានទាំងអស់គួរពិចារណាឲ្យបានហ្មត់ចត់មុននឹងយកទូរស័ព្ទដៃទៅលក់កុំភ្លេចលុបរូបភាពនិងឯកសារសំខាន់ចោលជាមុនសិនមុននឹងសម្រេចចិត្តលក់ព្រោះថាព័ត៌មានទាំងនោះអាចផ្ដល់ទោសដល់ប្រិយមិត្តវិញដោយករណីខាងលើនេះឯងបាទលេខសើចកើតដល់ដំណាក់កាលហ្នឹងហើយខ្មាស់គេយកមកទៅទុកឯណាបាទយើងគួរតែលុបរូបភាពចោលទៅកុំឲ្យវានៅមុននឹងលក់ទូរស័ព្ទដៃបាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់ព័ត៌មានរបស់ខ្ញុំបាទសូមជួយចុច Subscribe ដើម្បីទទួលបានព័ត៌មានវីដេអូថ្មីជាបន្តទៀតបាទសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា